ចំពោះសុវត្ថិភាពចំណីអាហារនេះគឺជារឿងធំណាស់សម្រាប់យើងទាំងអស់គ្នាពីណាក៏ហូបដែរអាដាមលោកជំទាវសម្ដេចភាសាអាហារនៅទីនេះមានសួរទេថាបន្លែចំណីអាហារមកនឹងវាមិនអត់មានអត់បាទអាដាមលោកជំទាវថ្នាក់ដឹកនាំឬមួយក៏បងប្អូនមួយចំនួនគាត់ដាំបន្លែនៅផ្ទះរបស់គាត់ដាំប៉ុន្តែពេលចេញទៅពិធីការពិធីផ្សេងគាត់ហូបកន្លែងផ្សេងអានេះដែលខ្ញុំថាអានេះគ្រោះថ្នាក់ជាងគ្រឿងញៀនទៀតអាគ្រឿងញៀនវាប៉ះពាល់តអ្នកប្រើហើយអសន្តិសុខដែលវាបង្កើតប៉ុន្តែអានេះគឺប៉ះគ្រប់គ្នានេះគឺជាបញ្ហាប្រជាពលរដ្ឋយើងសុខភាពហើយអានេះគឺវាមិនធ្វើឲ្យភ្លាមវាធ្វើឲ្យសុខភាពទ្រុឌទ្រោមដែលជាបន្ទុករយៈពេលវែងរបស់យើងលើកឡើងនៅចំណុចនេះព្រោះវាពាក់ព័ន្ធទៅនឹងកសិកម្មដែរតែការប្រើប្រាស់និងការហូបចុកនៅផលិតផលកសិកម្មអានេះគឺគិតគូរទាំងពីការដាំដុះបាទព្រោះឥឡូវប្រទេសមួយចំនួនគឺគេហាមមិនឲ្យនាំចូលសំបីតែនៅថ្ងៃមុនអង្គរបស់យើងត្រូវមានបញ្ហាគេឲ្យដោយសារជាតិគីមីចំនួនតរ៉េននៅវៀតណាមគឺរាប់តោនទៅចាក់ចោលដោយសារជាតិគេរកគឺអាចធ្វើឲ្យកង់ស្ទះអញ្ចឹងការធានារបស់យើងមិនត្រឹមតែសម្រាប់អាហូបចុករបស់យើងទេប៉ុន្តែធានានៅការប្រព័ន្ធពាណិជ្ជកម្មរបស់យើងនិងផលិតផលរបស់យើងដែលទទួលស្គាល់ពីប្រជាពលរដ្ឋរបស់យើងបូកជាមួយនឹងអន្តរជាតិគឺត្រូវធ្វើយ៉ាងណាធានានៅបច្ចេកទេសទាំងអស់ទាំងការដាំដុះទាំងសុវត្ថិភាពចំណីអាហារ